You are my true friend អ្នកជាមិត្តពិតប្រាកដរបស់ខ្ញុំ shout house sound around count about បាទសូមជម្រាបសួរអ្នកទាំងអស់គ្នាបាទសុខសប្បាយចិត្តទេថ្ងៃនេះ Hello everybody how are you today បាទថ្ងៃនេះខ្ញុំបាទ Mr. សំសុធាសូមការអនុញ្ញាតចូលខ្លួនមកបង្រៀនភាសាអង់គ្លេសថ្នាក់ដំបូងទៀតហើយបាទហើយថ្ងៃនេះយើងរៀនបាទមេរៀនទី5បន្តបាទតកតននឹងការរៀនផ្សំស្រៈចូលគ្នាបាទហើយវីដេអូនេះផងដែរខ្ញុំបាទសូមអធិស្ឋានទុកជាមុនណាក្រៃលោកខ្ញុំបាទធ្វើទៅមានការខុសឆ្គងយ៉ាងណាគោលបំណងគឺដើម្បីជួយចែករំលែកទៅដល់បងប្អូនឬក៏ក្មួយៗដែលគាត់ចង់រៀនខាងផ្នែកមូលដ្ឋានគ្រឹះនៃភាសាអង់គ្លេសបានហើយកណាយើងច្បាស់នៅមូលដ្ឋានគ្រឹះ A B C D ស្រៈសំឡេងនិងការផ្សំហើយគឺយើងចេះអានហើយបាទកុំឲ្យខាតពេលវេលាសូមចូលមេរៀនតែម្ដងបាទមុននឹងចូលមេរៀនថ្មីសូមរំលឹកមេរៀនចាស់សិនបាទម្សិលមិញគឺយើងរៀនបាទសំឡេងអ្វីខ្លះម្សិលមិញគឺយើងរៀន U E បាទមែនអត់បាទស្មើនឹងសំឡេងអីខ្លះស្មើ U ឬក៏ U ត្រេ E ស្មើនឹង U ដូចគ្នាបាទតោះឧទាហរណ៍ទាំងអស់គ្នាយើងមើលពាក្យនេះមួយណាបាទយើងអានថាម៉េចបាទតាមដែលយើងរៀនយើងមើល UE បាទ UE នេះស្មើ U បាទ T នេះស្មើតថថ R នេះស្មើនឹងរអញ្ចឹងយើងទាញមកថជាងរត្រដាក់ស្រៈ U true បាទ true ត្រៈ U true ពិត You are my true friend អ្នកជាមិត្តពិតប្រាកដរបស់ខ្ញុំហើយថ្ងៃនេះយើងចូលមេរៀនថ្មីមែនអត់គឺបាទតកតងនឹង OU បាទស្មើសំឡេង2ណាពេលខ្លះយើងអានអោពេលខ្លះយើងអានអៅនេះមានអោមានអៅហើយស្រេចយើងមើលពាក្យនេះមួយណា shout បាទមើលស្រៈអៅ shout ហើយយើងរកពាក្យស្មើនឹងស្រៈអោនេះពាក្យសំឡេង sound បាទសំឡេងឃើញទេពេលខ្លះវាសំឡេងអៅពេលខ្លះវាសំឡេងអោបាទអញ្ចឹងយើងលើកឧទាហរណ៍មួយទាំងអស់គ្នាដូចពាក្យ shout បាទអញ្ចឹងយើងមើលកន្លែងនេះណាបាទ OU បាទស្មើនឹងស្រៈអៅអញ្ចឹងយើងដឹងហើយ SH ស្មើនឹង sh បាទ sh បាទដាក់អៅ shout តែមាន T នៅខាងក្រោយសំឡេងថបាទ sh អៅ shout បាទ don't shout at me បាទកុំស្រែកដាក់ខ្ញុំបាទហើយដើម្បីឲ្យចេះបាទសូមមើលឧទាហរណ៍ទាំងអស់គ្នាហើយវីដេអូខ្ញុំធ្វើសង្ខេបវាខ្លីបាទតែខ្លឹមបាទបើចង់ចេះគឺមើលទៅមើលមកចេះហើយជាពិសេសគឺរៀនអានឧទាហរណ៍បាទមួយបាទតោះយើងមើលទាំងអស់គ្នា Let's go ស្រែក shout កុំមកស្រែកដាក់ខ្ញុំ Don't shout at me ផ្ទះ house នាងជាស្ត្រីមេផ្ទះ She is a housewife សំឡេង sound សំឡេងទឹកភ្លៀង The sound of rain ជុំវិញ around ធ្វើដំណើរជុំវិញពិភពលោក travel around the world រាប់ count សូមរាប់លុយអ្នកឲ្យច្បាស់ count your money carefully អំពី about ខ្ញុំគិតអំពីអនាគតរបស់ខ្ញុំ I think about my future អូខេកុំភ្លេចមេរៀនដែលយើងរៀននៅថ្ងៃនេះគឺ OU ស្មើអោឬអាវ example shout house sound around count about បាទវីដេអូដែលខ្ញុំបានធ្វើនៅថ្ងៃនេះក៏សូមចប់ដោយសង្ខេបតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលាបាយ